បងប្អូនមានបានឃើញវីដេអូមុនហ្នឹងហើយវីដេអូមុនប្រពន្ធគាត់ហូបត្រីចំហុយ10យ៉ាងចំហុយអញ្ចឹងណាហ្នឹងហើយដោយសារកាមេរ៉ាមែនហេវពេកថ្ងៃហ្នឹងក៏ចាប់ត្រីចំហុយមួយតែម្ដងហូបម្នាក់ឯងម្ដងមើលបាទជម្រាបសួរបងប្អូនទាំងគ្នាហ្នឹងហើយឥឡូវនេះត្រី10យ៉ាងក្រហមចំហុយច្រើនហើយបងប្អូនហ្នឹងហើយនេះគឺនៅឃើញចង់ព្រោះអីដោយសារសម្រាប់នៅផ្ទះបងប្អូនហ្នឹងហើយអញ្ចឹងគាត់នឹកឃើញចង់ហ្នឹងហើយវីដេអូមុនធ្វើវីដេអូមុនវាឆ្ងាញ់ទៅនោះហ្នឹងហើយឥឡូវក៏ធ្វើដាក់មកវីដេអូទៀតទៅបងប្អូនបងប្អូនចូលរួមជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយក្តៅណាស់ប្រហែលថ្ងៃនេះដោយសារតែខែនេះខែប្រាំងអញ្ចឹងហើយក្តៅសម្រាប់នៅផ្ទះក្តៅហ្នឹងហើយមិនដឹងដើរទៅណាទៅណីមានតែឃើញចង់ហូបត្រីចំហុយអញ្ចឹងណាហ្នឹងហើយតំណងឆ្ងាញ់អញ្ចឹងហ្នឹងហើយអ្នកនរគ្នាហ្នឹងហើយបើសិនជាមានជាផ្លាសេជាដាក់មកពងពីពងអែមណាត្រូវជាមួយនឹងត្រីចំហុយយើងអញ្ចឹងណាហ្នឹងហើយតែនេះអង្គុយហូបលេងអញ្ចឹងក្រោមដើមខប់ទៀតហើយបងប្អូនណាហ្នឹងហើយនៅក្រោមដើមខប់ហ្នឹងហើយអត់មានដើមឈើទេព្រោះផ្ទះយើងដាំបានតែដើមខប់ហ្នឹងហើយដោយសារដីយើងទឹកចាក់ដីដាំឲ្យវាវ៉ាន់អត់សូវល្អទេបងប្អូនហ្នឹងហើយដាំទៅងាប់ហ្នឹងហើយព្រោះដោយសារអត់សូវមានអ្នកនៅផ្ទះបាទព្រោះយើងចេញធ្វើការពលឹមបាត់ពលប់ចូលហ្នឹងហើយអញ្ចឹងហើយដាក់អីក៏ងាប់ហ្នឹងហើយផ្ទះឆ្ងាត់ឈឹងតែម្ដងសំបីតែមន់ទីក៏អត់បានចំដែរមានតែចំកូនឆ្កែកូនអីទេបាននៅយាមផ្ទះនេះយាមអីហ្នឹងហើយឥឡូវនេះបានឆ្កែកើតកូនបាន4ហើយបងប្អូនហ្នឹងហើយខ្មៅទាំង4អញ្ចឹងណាហ្នឹងហើយបងប្អូននិយាយលេងទេឲ្យបានសុបាយទេបងប្អូនហ្នឹងហើយឥឡូវនេះចាប់ដើមហូបជាមួយឆ្ពៃបកគូហ្នឹងហើយបងប្អូនទៅនោមមែនទែនដាក់បាច់ស្រួយញោកតែម្ដងហ្នឹងហើយបាទឥឡូវបងប្អូនមកចូលរួមជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយនេះឆ្ពៃនេះបងប្អូនឆ្ពៃកញ្ញាអញ្ចឹងណាដាក់បាច់ស្រួយញោកតែម្ដងបងប្អូនទាំងអស់គ្នាហ្នឹងហើយឥឡូវខ្វះខ្វះទឹកបងប្អូនហ្នឹងហើយឥឡូវយើងមានតែគ្រឿងខ្លែមអញ្ចឹងណាឥឡូវខ្វះទឹកឥឡូវពងតែហូបហើយចាំមិនមកចាំយើងរួចទឹកជាក់អញ្ចឹងណាបងប្អូនអ្នកទាំងអស់គ្នាហ្នឹងហើយយើងនៅផ្ទាំងតនេក៏នឹកឃើញចង់ហូបត្រីលឹបយ៉ាក្រហមចំហុយអញ្ចឹងទៅហ្នឹងហើយក៏ជិះម៉ូតូទៅរត់ទិញមួយយកមកចំហុយហូបហ្នឹងហើយនឹងបន្លែប្លុកតិចតួចអញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវមានទាំងម្ទេសមានទាំងអីចំហុយដាក់គ្រឿងក្រៅហ្នឹងហើយដូចអត់បានរៀបរាប់វីដេអូទេបងប្អូនហ្នឹងហើយឥឡូវយើងចាប់ដើមហូបចិត្តអស់ហើយចិត្តហ្នឹងហើយសម្រាប់ខ្ញុំចូលចិត្តណាក្បាលហ្នឹងហើយដាក់ទៅឆ្ងាញ់អញ្ចឹងជូបានយូរខ្លែបានយូរមិនណាខ្លែមិនណាខ្លែជាស្រ័យបងប្អូនហ្នឹងហើយដាក់ម្ទេសមួយហ្នឹងហើយអស់ម្ទេស2 3ដែរហ្នឹងហើយអស់ម្ទេស2 3ដាក់លើសូវកាលទេបងប្អូនអ្នកនរគ្នាហ្នឹងហើយដាក់ទៅរៀងចង់ជឿកាពះអញ្ចឹងណាបងប្អូនអ្នកគ្នាកុំភ្លេចបងថែទាំសុខភាពទាំងអស់គ្នាបាទជម្រាបលា